មេឃភ្លៀងហើយបងប្អូនអើយមុនហ្នឹងគឺភ្លៀងខ្លាំងមែនតែនហ្មងណាហើយឥឡូវនេះរៀងអន់តិចណាបងប្អូនភ្លៀងខ្លាំងហើយថែមនឹងខ្យល់ខ្លាំងទៀតមុនហ្នឹងណាបងប្អូនឥឡូវនេះរៀងរាំងតិចហើយរៀងរាំងតិចហើយមើលចពូជ្រុះឡើងពេញដីវាជ្រុះក្តាប់វាជ្រុះស្លឹកជ្រុះអីនិយាយទៅឲ្យទៅដល់ខែភ្លៀងចប់ហើយចពូហ្នឹងដឹងតែវាអត់ផ្អែមទេបងប្អូនវាជូរហើយតកៅទៀតរៀងមានតកៅហើយជូរទៀតវាអត់ផ្អែមទេវាដូចខែក្តៅទេបើខែក្តៅចពូហ្នឹងគឺដឹងថាផ្អែមហ្មងឥឡូវគឺចប់ហើយភ្លៀងរហូតដល់ពេលអញ្ចឹងវាតកៅហើយវាអត់ផ្អែមទេចពូហ្នឹងជូរហ្មងហើយមិនថាតែផ្លែឈើចពូទេឲ្យតែផ្លែឈើអីក៏ដោយឲ្យថាមានភ្លៀងច្រើនអញ្ចឹងទៅផ្លែហ្នឹងអត់ផ្អែមទេវារបៀបដូចថាវាអត់ផ្អែមវាជូរដោយសារទឹកអញ្ចឹងណាទឹកច្រើនពេកឥឡូវគឺបន្ទាប់ពីភ្លៀងហើយឥឡូវគឺមកធ្វើម្ហូបតិចបងប្អូនអានេះគឺខ្ញុំឆាមីសួរបងប្អូនហើយមុនហ្នឹងគឺខ្ញុំបានឆាសាច់ជ្រូកឥឡូវគឺខ្ញុំដាក់ហ៊ីប៊ីថៃជាហឺបន្តិចចូលទៅហើយដើម្បីឆាវាចូលគ្នាបងប្អូនឥឡូវគឺខ្ញុំឆាមួយសាច់មួយហ៊ីប៊ីហ្នឹងចូលគ្នាអញ្ចឹងទៅឲ្យវាចូលជាតិឆ្ងាញ់និយាយទៅសម្រាប់ឆាមីសួរខ្ញុំដឹងថាមានបងប្អូនយើងគាត់ចេះហើយនិយាយទៅខ្ញុំមិនមែនជាអ្នកជំនាញធ្វើម្ហូបទេអានេះខ្ញុំចេះតែធ្វើរបៀបដូចថាយើងធ្វើតាមគ្រួសារយើងខ្លួនអញ្ចឹងណាហើយសម្រាប់បងប្អូនខ្ញុំជឿថាវាអត់មានអីពិបាកទេនិយាយទៅគឺដឹងតែបងប្អូនគាត់ចេះទាំងអស់គ្នាហើយសម្រាប់ខ្ញុំគឺខ្ញុំចេះតែធ្វើទៅព្រោះខ្ញុំមិនអ្នកជំនាញនេះក៏យើងធ្វើហូបសម្រាប់ផ្ទះយើងខ្លួនឯងអញ្ចឹងណាហើយមុនហ្នឹងគឺខ្ញុំបានដាក់តិចកដល់ចូលឆាមួយសាច់ឲ្យវាចូលជាតិឈ្ងុយមួយគ្នាអញ្ចឹងណាឥឡូវគឺខ្ញុំបានដាក់អានងថែមទៀតណាបងប្អូននេះដាក់អានងចូលអញ្ចឹងទៅឲ្យវាមានបន្លែឲ្យវាមានបន្លែច្រើនមុខដាក់អានងចូលអញ្ចឹងទៅប្រហែលជាមានបងប្អូនខ្លះគាត់អត់ដាក់អានងដាក់អីតែខ្ញុំដាក់អានងហើយឥឡូវខ្ញុំដាក់ការ៉ុតទៀតនិយាយទៅគឺខ្ញុំដាក់ដើម្បីឲ្យវាមានបន្លែច្រើនអញ្ចឹងណាដើម្បីឲ្យវាមានបន្លែច្រើនការ៉ុតហ្នឹងគឺខ្ញុំយកឈូសវាទៅសៃបងប្អូនគឺឈូសបែបហ្នឹងឈូសទៅសៃហើយយើងយកដាក់ឆាអញ្ចឹងទៅបានវាឆ្ងាញ់ហើយវាឆាប់ឆ្អិននិយាយទៅដាក់បន្លែច្រើនមុខបងប្អូនដាក់បន្លែច្រើនមុខអញ្ចឹងបានឆ្ងាញ់ហើយខ្ញុំមិនដឹងថាបងប្អូនខ្លះគាត់ដាក់អីខ្លះហើយតែខ្ញុំដាក់អញ្ចឹងឥឡូវខ្ញុំដាក់ផ្សិតទៀតបងប្អូនអានេះផ្សិតសហ្នឹងគឺខ្ញុំយកវាទៅហែកទៅសៃហែកទៅសៃអញ្ចឹងទៅឥឡូវគឺខ្ញុំបានយកមកដាក់ឆាចូលគ្នាទៀតនេះនិយាយទៅដាក់បន្លែច្រើនមុខហ្មងខ្ញុំឆារហូតដល់គឺដឹងតែដាក់ច្រើននិយាយទៅដាក់ឲ្យមានបន្លែច្រើនហូបអញ្ចឹងណាដើម្បីឲ្យវាបានបន្លែច្រើនមុខឥឡូវគឺខ្ញុំដាក់មីសួរចូលនេះបងប្អូនដាក់មីសួរចូលអញ្ចឹងទៅហើយតោះមកយើងឆាអានេះយើងកូរត្រឡប់ចូលគ្នាអញ្ចឹងទៅហើយយើងបន្ថយភ្លើងបន្តិចណាបងប្អូនកុំឲ្យវាក្តៅពេកកុំឲ្យលួយអានេះខ្ញុំបន្ថយភ្លើងអញ្ចឹងទៅខ្ញុំដាក់កូរចូលគ្នាព្រោះតែឆាមីសួរស្អិតចូលគ្នាដែរហ្នឹងណាព្រោះខ្ញុំភាគច្រើនខ្ញុំឆាកាលមុនស្អិតដែរតែអានេះរៀងអត់សូវស្អិតហ្មងទេមកល្មមនិយាយទៅអត់សូវជាប់គ្នាហ្មងនេះឥឡូវគឺខ្ញុំបានឆារួចរាល់ហើយបងប្អូននេះឆាមីសួរខ្ញុំនេះបងប្អូនអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយផងបងប្អូន